from release of the 18 Cambodian soldiers សម្រាប់ការដោះលែងជាបន្ទាន់នៃទាហានកម្ពុជាចំនួន18នាក់ on humanitarian grounds ដោយផ្ដោតទៅលើហេតុផលមនុស្សធម៌ and in accordance with the commitments និងស្របតាមការតាំងចិត្ត made in Kuala Lumpur Joint Declaration ដែលត្រូវបានធ្វើឡើងនៅក្នុងសេចក្តីប្រកាសរួមនៅក្នុងទីក្រុងកូឡាឡាំពួរអូខេអញ្ចឹងយើងមានពាក្យអីពិបាកទេគឺយើងរៀនអស់ហើយเนาะអូខេអញ្ចឹងយើងជួបគ្នាទៀតនៅមេរៀនក្រោយបងប្អូនកុំភ្លេចជួយ Subscribe ជួយសញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានមេរៀនថ្មីៗពីខ្ញុំ